តាសពធ្វើមិនទៅคล้ายជាអ្នកលុញពងរបស់សម្ដេចពេលគាត់ទៅណាយើងស្កាត់ទៅជួបគាត់ហើយយើងស្ទុះទៅចាក់គាត់ស្រាត់ខោហើយលិតពងគាត់នៅមុខកាមេរ៉ាគឺជារបស់ដែលគាត់ពេញចិត្តគាត់ឲ្យការងារនឹងធ្វើភ្លាមណាចាអញ្ចឹងចៅទៅតែខ្មៅហើយចៅដេកចាំមើលឲ្យតែឃើញឡានហ្នឹងមួយគឺរឿងសំខាន់យ៉ាងនេះគឺចាត់លោកតាសែនសម្រាប់ខោហើយលិតពងភ្លាមដើម្បីឲ្យកាមេរ៉ាមើលឃើញបានការងារធ្វើមួយទៀតគឺបំពេញចិត្តគាត់ដោយសុខចិត្តពេលឡានគាត់ចាញ់មកដេកនៅលើថ្នល់ឲ្យឡានកាន់អាហ្នឹងក៏ឆាប់បានការងារធ្វើអាហ្នឹងគឺរបៀបរកការងារធ្វើជាអ្នកលុញពងហ៊ុនសែនងាយទី1គឺចាប់គាត់ចាក់ខោឲ្យលិតទី2គឺតែដេកនៅថ្នល់ពេលក្បួនឡានគាត់ចាញ់មកសម្ដែងនៅសេចក្តីស្មោះត្រង់ឲ្យឡានកាន់បាទពេលហ្នឹងគាត់យកប្រមុខវិទ្យាមួយមកវិចចាឯងយកទៅធ្វើជាអ្នកលុញពងគឺជាវិធីស័ក្តិសិទ្ធិជាទីបំផុតក្នុងការរកការងារធ្វើណាវគ្គមុនអង្គថាថៃខ្មែរអាចមានសង្គ្រាមលើកទី3តើមកពីអ្វីសេរីស្រីណាជួនមកអំពីការគុំគួនរវាងប្រធានថៃនិងលោកហ៊ុនសែនអត់ចប់ទេដល់រាប់លោកហ៊ុនសែននៅរស់ការគុំគួននេះអត់ចប់ណាចៅវាអត់ចប់ដោយសារគុំគួនគ្នាណាចៅដោយសារគុំគួនគ្នាណាកុំខ្មែរមិនខ្លាចអាមេរិកផងថៃគីឡូអីត្រឹមត្រូវហើយអញ្ចឹងបបួលនេះវាយទៀតណាពន្លឺពេជ្រ will this ceasefire hold seem like it will be a long back and forth between Khmer and Thai I afraid it will not hold for long ហើយ YouTube លោក Donald Trump សហរដ្ឋអាមេរិកនឹងគ្រប់គ្រង Venezuela រហូតទាល់តែមានការផ្លាស់ប្ដូរអំណាចដោយសុវត្ថិភាពអានោះធម្មតាមានន័យថាម៉េចមានន័យថាការឆ្លៀនពៀនចូលទៅក្នុងទឹកដី Venezuela អានេះគេ invasion ច្បាប់អន្តរជាតិខុសប៉ុន្តែតើអ្នកណាអាចវិនិច្ឆ័យលើអាមេរិកបានអត់ទេដោយសារអ្វីអាមេរិកខ្លាំងនៅក្នុងភូមិសាស្ត្រនយោបាយប្រទេសខ្លាំងធ្វើខុសអត់មានទោសប្រទេសតូចធ្វើខុសតិចទទួលទោសដល់បានទេអាហ្នឹងនៅក្នុង geopolitics បើគុំតើស្រុកខ្មែរក្រៅពីសម្ដេចតេជោហ៊ុនសែនតើមានអ្នកណាអាចដឹកនាំប្រទេសជាតិបានក្រៅពីគាត់ចម្លើយ2យ៉ាងចម្លើយមួយយ៉ាងបើចៅឯងចូលចិត្តគឺសូម្បីតែសម្ដេចហ៊ុនសែនគាត់ស្ដាប់ទៅក៏ដោយក៏មិនត្រូវបូជាសពគាត់ដែរត្រូវបង្កកទុកថ្វាយអង្គមមានពេលអីត្រូវការគាត់ដឹកនាំត្រូវដាស់គាត់មកសួរពីព្រោះយើងមិនអាចចោលគាត់បានអាហ្នឹងទ្រឹស្ដីមួយជាចម្លើយមួយទៀតគឺជាចម្លើយធម្មជាតិមនុស្សកើតមកតែឯងផ្លាស់ទៅវិញអ្នកដឹកនាំយើងត្រូវចេះរើសថ្មីដូច្នេះហើយហ៊ុនសែនក៏ដោយសីហនុក៏ដោយម៉ៅសេតុងក៏ដោយតែងជើភីងក៏ដោយសិតតែមនុស្សចេះងាប់ដូចគ្នាចេះសុខក៏ងាប់ដែរអញ្ចឹងចៅកូនពៅគង់ជ្រើសរើសតើគួរបង្កកណាតើគួរបង្កកហ៊ុនសែនទុកដើម្បីដឹកនាំស្រុកឬក៏ខ្លួនឯងចេះដឹកនាំស្រុកបើចៅមិនចេះខ្មែរដទៃគេចេះចូលអ្នកកុំសួរថាអ្នកណាដឹកនាំស្រុកក្រោយពីហ៊ុនសែនចូលអ្នកសួរថាតើអ្នកគួរបង្កកហ៊ុនសែនទុកឲ្យដឹកនាំស្រុករហូតឬទេផ្លូវណាអ្នកជ្រើសរើសយកគាត់ដាក់ក្នុងទូទឹកកកទុកថ្វាយអង្គមគាត់ទុកហៅគាត់ឲ្យមកដឹកនាំស្រុកទៀតឬយ៉ាងណាចម្លើយនៅក្នុងហ្នឹងណាកូនណាចៅណាចម្លើយនៅក្នុងហ្នឹងreact រៀន network ល្អឬទេរៀន network បើចៅឯងចប់ថ្នាក់ទី12ចៅឯងរៀន computer science ពីព្រោះ network ការងារតិចបើយើងចេះ computer science ហើយរៀន network បន្ថែមអាហ្នឹងវាជាផលល្អតែបើរៀនតែ network គ្មានណាគេជួលទេគេអត់ជួលទេគេអត់ជួលយើងធ្វើការណាបង console master អូខេលោកតាអាចមានសង្គ្រាមលោកលើកទី3អាចបើមិនដឹងពេលណាបើតែងតែមានពិភពលោករៀន IT អ្វីល្អលោកតាអត់ទេ computer science រៀន IT សម្រាប់ English language បើកូនឯងរៀនខ្មែរ literature ហើយកូនឯងរៀនអង់គ្លេសឲ្យស្ទាត់ហើយរៀន computer ខ្លះហើយរកស៊ីប្រែសៀវភៅប្រែឲ្យត្រឹមត្រូវមានន័យថា subscribe ទៅ AI ហើយប្រែសៀវភៅពីភាសាអង់គ្លេសមកជាខ្មែរហើយ edit កែសៀវភៅនោះឲ្យស្អាតប្រែសៀវភៅឲ្យស្អាតប្រែសៀវភៅនានាហើយចុះឈ្មោះចុះកម្ម
កម្មសិទ្ធិបញ្ញាត្រឹមត្រូវបោះពុំលោកហើយទុកអា master copy ដើម្បីបោះឧទាហរណ៍ថាបោះដំបងបោះតិចដើម្បីលក់អាណាទៅលក់ចិញ្ចឹមជីវិតណាបើរៀនខាង literature ហើយរៀនអង់គ្លេសឲ្យស្ទាត់ហើយនៅពេលដែលរៀនហ្នឹងគឺចាប់ដើមរកស៊ី subscribe ទៅ AI ហើយ subscribe ទៅ AI 2ទៅ Chat GPT ឬ Gemini អត់យកអា free ទេណាហើយរកសិភៅល្អចាប់ដើមប្រែសិភៅប្រវត្តិសាស្ត្រខ្មែរក៏ប្រែសិភៅអីក៏ប្រែឲ្យទៅជាខ្មែរណាហើយកែសិភៅហ្នឹងបើយើងចេះអក្សរខ្មែរយើងកែថែមតិចទៅបោះពុំលុកយកលុយចាយអូខេកុំបោះពុំ e ព្រោះ e-book អត់មាន copyright ណាមួយទៅវាអត់ control system អញ្ចឹងយើងប្រើអត់បានហើយដល់ពេលយើងបានសិភៅច្រើនយើងតាក់ទង Amazon គេមាន Kindle ណាឬក៏យើងនឹងបោះជំហានទៅរកការប្រើ e-book ដែលមនុស្សអាចមើលហើយមានសម្លេងដែលអានដោយ AI យើងឈានទៅមុខណាអាហ្នឹងចំណែកមួយណាគាត់ណានឹងព្រោះវាចូលរៀនអានោះទៅហើយអញ្ចឹងតើអញ្ចឹងហើយបន្តទៅទៀតនៅពេលដែលយើងប្រែហ្នឹងយើងទៅទិញសិភៅយកសិភៅយួនសិភៅវិជ្ជាជីវៈយួនហើយនឹងសិភៅវិជ្ជាជីវៈសៀមយើងយកមកប្រែតែយើងរៀនអង់គ្លេសទេអូខេយើងថតសិភៅហ្នឹងមកបញ្ចូលទៅឲ្យAI ប្រែហើយយើងយកមកកែហើយយើងចងក្រងជាសិភៅយើងបោះយើងអាចយកសិភៅបច្ចេកទេសវិជ្ជាជីវៈរបស់ថៃរបស់វៀតណាមនិងភាសាអង់គ្លេសយើងយកសិភៅ2ក្បាលបង្កើតសិភៅ1ក្បាលយើងយកសិភៅ3ក្បាលបង្កើតហើយយើងដាក់ថាយើងជាអ្នករៀបរៀងយើងកុំដាក់ថាយើងជាអ្នកនិពន្ធយើងដាក់ជាអ្នករៀបរៀងវិញហើយយើងបោះបានណាពីព្រោះច្បាប់នៅធូនៅស្រុកយើងបោះបានជាភាសាជាតិបោះណាហើយសិភៅកុំធ្វើឲ្យលើស200ទំព័រណាដើម្បីឲ្យមនុស្សស្រួលអានករណីលីប៊ីឥឡូវនេះមានករណីថ្មីមួយទៀតហើយវណ្ណាស្វេឡាស្ដេចពេញពិភពលោកអត់ទេHi YouTube បើចង់មានចំណេះដឹងក្នុងការគិតចាត់ទុកថាព្រឹត្តិការណ៍អស់នេះជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយអូខេជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ Have you read Marxism? Yes, I read Marxism manifestation economic theory of Karl Marx Capital Das Capital part 1, 2, 3 I read manifestation I read the work of Marxian ideology I did read yeah, just for my history study I did study Marxism and Marxist economic I did read my professor Thomas Sowell he wrote Marxist economic it's part of my history and economic study okay លោកតាមានដំណោះស្រាយអ្វីប្រសិនខ្មែរចាប់អាមេរិកអត់មានដំណោះស្រាយអត់មានអ្នកណាហ៊ានគម្រាមកំហែងទេ Sneezy ចំណុចដែលយើងធ្វើគេហៅថា management ការចាត់ចែងនយោបាយការបរទេសរបស់កម្ពុជាលំបាកវាលំបាកណា Sneezy វាលំបាកប៉ុន្តែយើងអាចនឹងចាត់ចែងបានLeesron ប្រសិនបើសំរងស៊ីដឹកនាំប្រទេសតើខ្មែរនឹងទៅជាយ៉ាងណាខ្មែរអាលាយលឿនជាងហ៊ុនសែនទៀតពេលព្រោះអារាំងស៊ីនេះមនុស្សចោលនៅទៀតអត់ចេះធ្វើការទេ Studying business administration is good yes good currently studying business management will I have a better future yes but don't forget Jesse English okay Sophie លោកតាស្គាល់លោកតាចេងកំហេងអត់ទេអត់ស្គាល់ទេកូនតា computer science AI skill ខុសគ្នាដូចដែរ no computer science វាមានspecialization មួយគឺរៀនការ machine learning ដែលតាក់ទងនឹង AI អូខេមុខវិជ្ជា computer science ជំនាញខាង machine learning AI ខ្ញុំអាចប្រាប់បាន
ថាបច្ចុប្បន្នហ្នឹងវាមានមុខវិជ្ជាគេបង្រៀនឲ្យនៅអាមេរិកខ្ញុំអាចប្រាប់បានខ្ញុំអាចប្រាប់បានណាខ្ញុំអាចប្រាប់បានចាំតិចខ្ញុំតិចយកmajor degree major យកមកសិនណាអូខេនៅសហរដ្ឋអាមេរិកចាប់ផ្ដើមមានបរិញ្ញាបត្រហើយគឺបរិញ្ញាបត្រខាងa degree major in artificial intelligence គឺមានហើយដែលគេបង្រៀនពី building intelligent system machine learning neural networks and deep learning computer vision natural language processing ណា degree នេះគឺចាប់ផ្ដើមពី masters ទៅ PhD ចាប់ផ្ដើមមានហើយណា bachelor computer science អូខេ4ឆ្នាំ computer science master ចូលរៀនខាង AI ទី2bachelor master PhD level មានហើយគេហៅថា degree in ML គេហៅថា college and university degree in machine learning ការរៀនសូត្រគឺ computer and data supervised and unsupervised learning reinforcement learning model optimization ខ្លាយទៅនៅពេលរៀនចប់ខ្លាយខ្លួនទៅជា ML engineer ឬក៏ជា data scientist បើយើងជា bachelor degree គេហៅ ML engineer យើង master យើងជា ML engineer ឬក៏ data scientist បើយើងជា PhD យើងបរិញ្ញាឯកថ្នាក់បណ្ឌិតគេហៅថា data scientist ខាង ML data scientist អាហ្នឹងមានហើយនៅអាមេរិកណាមានហើយទី3 computer science អត់ដែរណាប៉ុន្តែជំនាញយកជំនាញខាង algorithm and data structure algorithm and data structure programming Python C++ Java ធម្មតា databases operating system ធម្មតាដល់ពេលចូល master specialize AI ឬក៏ machine learning ណាអនាគតខ្លាយទៅជា software ឬក៏ខ្លាយទៅជា AI engineer អាហ្នឹងផ្លូវទី3ផ្លូវទី4មានហើយផ្លូវទី4គឺ college degree in data science ណា bachelor degree in data science រៀនដំបូង data mining extraction meaning big data formation and structure statistics machine learning data visualization and audio នៅក្នុង data science នេះ masters bachelor degree ជា data science engineer ណា master ខ្លាយទៅជា data scientist ឬក៏ហៅថាbusiness analytics science PhD ទៅជា data scientist អាហ្នឹងផ្លូវទី4ផ្លូវទី5ណា degree college degree in computer engineering focus លើ software ហើយនិង hardware ទាំងពីរទាក់ទងការសិក្សាយល់ដឹងអំពីcentral processing unit circuit board chip design ប៉ុន្តែខ្លីៗ AI chipset ខ្លីៗ robotic science embedded AI ខ្លីៗ bachelor degree ខ្លាយទៅជា robotic ឬក៏ AI hardware engineer bachelor 4ឆ្នាំ6ឆ្នាំខ្លាយទៅជា AI engineer ឬក៏ AI hardware scientist PhD អាចខ្លាយទៅជា robotic scientist robotic science scientist ឬក៏ artificial intelligence scientist អាហ្នឹងមធ្យោបាយទី5មធ្យោបាយទី6គេមានហើយនៅស្រុកអាមេរិកនេះគេហៅថា math heavy degree វាមិនចំទេប៉ុន្តែអនាគតក៏ល្អដែរគឺ bachelor degree in mathematics ណាឬក៏ beginning with applied mathematics ណានៅក្នុងហ្នឹងប៉ុន្តែពេលចូលរៀន master រៀន core to AI theory ទាក់ទងនឹង linear algebra probability and statistics actuarial science optimization ប៉ុន្តែ PhD ទើបរៀន AI research ឬក៏ theoretical ML machine learning PhD ចប់បានទទួល PhD ខ្លាយទៅជា AI scientist ដែរប៉ុន្តែខាង theoretical machine learning អានោះផ្លូវមួយទៀតរៀនគណិតសាស្ត្រ bachelor degree in mathematics ប៉ុន្តែឡើងទៅ master រៀន data science ឬ ML research machine learning research ណានៅពេលខ្លាយជា scientist ខ្លាយទៅជា data scientist ដូចគ្នាអូខេទី8រៀន mathematics នៅក្នុង bachelor degree master degree រៀនខាង robotic science យកចិត្តទុកដាក់នឹង intelligent machines
និងតកតងនឹង vision audio